សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះមកធ្វើនំចាក់ខ្វៃញ៉ាំទៀតហើយដោយសារតែធ្វើថ្ងៃមុនទៅឆ្ងាញ់អ្នកផ្ទះចូលចិត្តហើយដល់ពេលអញ្ចឹងទៅអស់ហើយមួយក៏មកឲ្យធ្វើទៀតដល់ពេលអញ្ចឹងថ្ងៃនេះនឹកឃើញថាចង់បបរមាន់ហើយញ៉ាំមួយចាក់ខ្វៃអញ្ចឹងទៅក៏បបរមាន់មួយឆ្នាំងហើយក៏ធ្វើនំចាក់ខ្វៃញ៉ាំទៅសម្រាប់នំចាក់ខ្វៃនេះថ្ងៃមុនខ្ញុំធ្វើតែម្សៅ450ក្រាមទេប៉ុន្តែថ្ងៃនេះខ្ញុំគុណជា2ដោយសារតែថ្ងៃហ្នឹងខ្ញុំហៅក្មួយខ្ញុំមកញ៉ាំនៅផ្ទះដែរអញ្ចឹងទៅខ្ញុំបបរមាន់មួយឆ្នាំងហើយធ្វើនំចាក់ខ្វៃនឹងញ៉ាំជុំគ្នាហើយសល់ម៉ៅខ្ញុំឲ្យក្មួយខ្ញុំហើយនឹងបងប្អូនខ្ញុំយកទៅផ្ទះខ្លះអញ្ចឹងណាហើយសម្រាប់នំចាក់ខ្វៃនេះគឺខ្ញុំធ្វើម្សៅទុកពីព្រឹកហើយខ្ញុំដាក់ផ្អាប់ចោលទុករហូតដល់ល្ងាចបានខ្ញុំយកមកធ្វើអញ្ចឹងណាដោយសារព្រឹកឡើងខ្ញុំរវល់ជូនកូនទៅរៀនដល់ពេលម៉ោង5ល្ងាចអីបានខ្ញុំចូលផ្ទះដល់ពេលអញ្ចឹងមកដល់ខ្ញុំចាប់ផ្ដើមបបរមាន់មួយឆ្នាំងហើយបានខ្ញុំចាប់ផ្ដើមយកម្សៅមកធ្វើតែម្ដងដោយសារតែយើងវាយម្សៅទុកពីព្រឹកហើយអញ្ចឹងទៅយើងទុកចោលពេលណាក៏បានដែរពេលយើងទៅនេះចាំយើងយកមកធ្វើចាក់ខ្វៃហ្នឹងក៏បានដែរសម្រាប់ថ្ងៃហ្នឹងគឺខ្ញុំធ្វើម្សៅ900ក្រាមហើយទឹកដោះគោស្រស់នោះខ្ញុំប្រើ580ក្រាមឬក៏590ក្រាមចំពោះទឹកដោះគោស្រស់អ្នកទាំងអស់គ្នាយើងដាក់អត់ត្រូវឯភាគច្រើនអញ្ចឹងពេលធ្វើកុំទាន់ចាក់ចូលទាំងអស់យើងចាក់ចូលម្ដងតិចទៅបើសិនជាម្សៅយើងល្មមហើយយើងកុំចាក់បន្ថែមទៀតទុកចោលទៅដោះគោដែលនៅសល់ហ្នឹងណាប៉ុន្តែបើសិនជាពេលខ្លះអ្នកទាំងអស់គ្នាវល់ម្សៅទៅរៀងខាប់ពេកអញ្ចឹងណាដូចទៅវាយទៅវានៅរៀងម្សៅច្រើនពេកអញ្ចឹងទៅយើងប្រើម្សៅដោះគោចាក់បន្ថែមបន្តិចទៀតទៅឲ្យលើសចំណុះដែលយើងតែងវល់ហ្នឹងក៏អត់អីដែរព្រោះអីការវល់ម្សៅពេលខ្លះវល់ខុសគ្នាអញ្ចឹងអ្នកទាំងអស់គ្នាវាស់ទៅលើបន្តិចជួនកាលទៅស្ទើបន្តិចអញ្ចឹងទៅដាក់ទឹកដោះគោហ្នឹងចំនួនដែលខ្ញុំប្រាប់ហ្នឹងវាអត់សូវត្រូវ100%ទេអញ្ចឹងបងប្អូនតើលៃខ្លួនឯងហើយខ្ញុំដាក់ស្ករចំនួន2ស្លាបព្រាបាយអំបិលចំនួន2ស្លាបព្រាកាហ្វេហើយចំពោះប៊ឺសាបអ្នកទាំងអស់គ្នាខ្ញុំប្រើចំនួន40ក្រាមហើយសម្រាប់ជីហ្នឹងគឺខ្ញុំប្រើ12ក្រាមហើយនឹង baking powder ហ្នឹងខ្ញុំប្រើ12ក្រាមដូចគ្នាហើយពងចំនួន2គ្រាប់មិនថាពងតូចឬធំទេយើងអាចដាក់2គ្រាប់ទៅបានហើយសម្រាប់នំចាក់ខ្វៃនេះគឺស្រួលធ្វើអ្នកទាំងអស់គ្នាបើសិនជាយើងមានម៉ាស៊ីននៅផ្ទះម៉ាស៊ីនវាយនំគឺស្រួលមែនទែនហើយអត់សូវរវល់ទេហើយអត់សូវហត់ទៀតប៉ុន្តែបើសិនយើងអត់មានម៉ាស៊ីនវាយទេគឺពិបាកបន្តិចដោយសារតែពេលយើងលាយម្សៅវាស្អិតជាប់ដៃអតិតាអញ្ចឹងអ្នកទាំងអស់គ្នាព្រោះអីម្សៅនេះវារាងជ្រាយពេលដែលយើងវាយចូលគ្នាទៅគឺថាវាប្រឡាក់ដៃស្អិតពិបាកណាស់អ្នកទាំងអស់គ្នាហើយណាមួយយើងត្រូវយកវាមកវាយនៅខាងក្រៅហ្នឹងយូរនាទីជាងយើងវាយម៉ាស៊ីនណាហើយបើសិនជាចង់ឲ្យនំចាក់ខ្វៃយើងឃើញរាងស្អាតអញ្ចឹងយើងកាត់វារាងប្រទះធំបន្តិចអ្នកទាំងអស់គ្នាហើយយើងទាញវាយឺតមកអញ្ចឹងនំចាក់ខ្វៃយើងវារាងវែងហើយរាងឃើញប្រទះធំហើយប៉ោងឃើញស្អាតបើសិនយើងកាត់រាងតូចវាអត់សូវឃើញស្អាតទេរូបមន្តនំចាក់ខ្វៃហ្នឹងគឺខ្ញុំធ្វើមកគឺមកល្មមឆ្ងាញ់តែបើសិនជាបងប្អូនសាកធ្វើតាមខ្ញុំហើយមានរសជាតិស្ទើរសាបស្ទើរប្រៃអីអញ្ចឹងធ្វើលើកទី1ខុសអញ្ចឹងយើងអាចធ្វើលើកទី2ហើយបន្ថែមគ្រឿងទៅតាមយើងចូលចិត្តទៅប៉ុន្តែសម្រាប់រូបមន្តដែលខ្ញុំធ្វើហ្នឹងគឺសម្រាប់អ្នកផ្ទះខ្ញុំគឺល្មមឆ្ងាញ់តែម្ដងអត់មានស្ទើរអីទេមកល្មមឆ្ងាញ់ជាពិសេសបើសិនជាយកទៅជ្រលក់ជាមួយនឹងទឹកដោះគោខាប់ទៀតគឺកាន់តែឆ្ងាញ់ជាងនឹងទៀតហើយនេះគឺជានំចាក់ខ្វៃដែលខ្ញុំទើបតែធ្វើហើយអ្នកទាំងអស់គ្នាឃើញថាល្អមែនទែនដោយសារតែយើងកាត់រាងធំហើយយើងប្រើប្រវែងរាងវែងដល់ពេលយើងទាញមកវាកាន់តែយឺតវែងអញ្ចឹងទៅធ្វើឲ្យនំចាក់ខ្វៃយើងឡើងប៉ោងហើយឃើញរាងវែងស្អាតណាហើយសម្រាប់ម្សៅ900ក្រាមហ្នឹងគឺធ្វើនំចាក់ខ្វៃបានប៉ុណ្្នឹងហើយរូបដែលខ្ញុំបង្ហាញហ្នឹងគឺសម្រាប់ម្សៅ900ក្រាម